មេរៀនទី4បណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ាសប្តាហ៍ថ្ងៃនេះតំបន់មជ្ឈិមបូព៌ានៅតែជាតំបន់កំពុងតែមានទំនាស់ប្រឈមមុខគ្នាយ៉ាងពុះកញ្ជ្រោលទាំងបណ្ដាប្រទេសក្នុងតំបន់និងបណ្ដាប្រទេសក្រៅតំបន់1បណ្ដាចម្រុះជាតិសាសន៍ 1.1 ប្រទេសទួរគីតំបន់មជ្ឈិមបូព៌ាគឺជាតំបន់ដ៏រំជើបរំជួលនិងចលាចលបំផុតនៅលើពិភពលោកក្រៅពីរវាងសង្គ្រាមអារ៉ាប់និងពួកជ្វីបបញ្ហាទំនាស់ផ្ទៃក្នុងនៃប្រទេសទាំងនេះជាបញ្ហាមួយដ៏សែនស្មុគស្មាញនិងអាប់អួរបំផុតប្រទេសទួរគីធ្លាប់ជាអាណាចក្រមួយដ៏ធំមានជាតិសាសន៍តែមួយគត់នៅក្នុងតំបន់មជ្ឈិមបូព៌ាប៉ុន្តែក្រោយមកទឹកដីអាណាចក្រអារ៉ាប់ត្រូវបាត់បង់នៅឆ្នាំ1919នៅឆ្នាំ1990អំបូរពូជសាសន៍តែមួយរបស់ទួរគីត្រូវបានចុះថយតិចទៅដោយសារមានលបាយពួកឃឺតរាប់លាននាក់បានភៀសខ្លួនចេញពីតំបន់អ៊ឺរ៉ាក់ខាងជើងចូលមករស់នៅក្នុងប្រទេសនេះប្រជាជនទួរគីសរុបទាំងអស់ 56.5 លាននាក់ការប្រឈមមុខរវាងជនជាតិឃឺតនិងទួរគីជាបញ្ហាស្រួចស្រាលរហូតមកទល់នឹងសព្វថ្ងៃ 1.2 ប្រទេសសេរីនៅឆ្នាំ1987ប្រទេសសេរីមានប្រជាជនចំនួន 11.2 លាននាក់ស្ថិតនៅក្នុងអំបូរពូជសាសន៍8ផ្សេងគ្នាក្នុងចំណោមនេះមានចំនួនជាង1 លាននាក់កាន់សាសនាគ្រិស្តប្រជាជនសេរីភាគច្រើនកាន់សាសនាអ៊ីស្លាមស៊ុននីតប្រជាជនភាគតិចដែលប្រកាន់សាសនាអ៊ីស្លាមអាឡាវីតមានតួនាទីសំខាន់ក្នុងវិស័យយោធាតំណាងរបស់ពួកអ្នកកាន់សាសនាអ៊ីស្លាមនិកាយដ្រូស៊ីមានតួនាទីសំខាន់ក្នុងកិច្ចការនយោបាយសេរីរីឯនៅក្នុងទីក្រុងអាឡេប៉ូអ្នកកាន់សាសនាគ្រិស្តកាន់តែកើនចំនួនឡើង 1.3 ប្រទេសអ៊ីរ៉ង់នៅក្នុងឆ្នាំ1990អ៊ីរ៉ង់ប៉ែកមានចំនួនប្រជាជន 59 លាននាក់ដែលភាគច្រើនអ្នកកាន់សាសនាអ៊ីស្លាមស៊ីអ៊ីតការបែងចែកពួកអ៊ីស្លាមជានិកាយស៊ីអ៊ីតនិងស៊ូនីតបានកើតឡើងបន្ទាប់ពីមរណភាពរបស់មូហាម៉ាត់នៅឆ្នាំ632ដោយសារតែទំនាស់ក្នុងការទទួលសិទ្ធិបន្តកេរមរតកគ្រប់គ្រងលើអាណាចក្រអារ៉ាប់ហាលីហ្វាតបរាជ័យនៅក្នុងការប្រកែកគ្នានេះគឺបងប្អូនជីដូនមួយរបស់មូហាម៉ាត់គឺមូហាម៉ាត់អាលីបានបង្កើតលទ្ធិស៊ីអ៊ីតនិយម 1.4 ប្រទេសអ៊ីរ៉ាក់នៅឆ្នាំ1990ប្រជាជនអ៊ីរ៉ាក់ទាំងអស់មានចំនួន 19 លាននាក់ដែលភាគច្រើនជាពួកអ៊ីស្លាស៊ីអ៊ីតនិងពួកស៊ូនីតមានចំនួន 1/4 តែប៉ុណ្ណោះនៅភូមិភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់មានពួកឃឺតរស់នៅច្រើននៅក្នុងតំបន់មូស៊ូលនៃប្រទេសអ៊ីរ៉ាក់មានពួកអាសេរីរស់នៅពួកគេគោរពសាសនាគ្រិស្តនៅឆ្នាំ1950 1951នៅទីក្រុងបាក់ដាតមានជ្វីបរស់នៅខ្លះដែរ 1.5 ប្រទេសលីបង់នៅក្នុងចំណោមប្រទេសអារ៉ាប់ទាំងអស់ប្រជាជនដែលមានការបែងចែកច្រើនបែបច្រើនយ៉ាងជាងគេនោះគឺប្រជាជននៅក្នុងតំបន់ភ្នំនៃប្រទេសលីបង់ប្រជាជនលីបង់មានចំនួន 3 លាននាក់ហើយគ្មានក្រុមណាមួយត្រូវគេចាត់ទុកថាជាប្រជាជនភាគច្រើនឡើយប្រជាជនអ៊ីស្លាមត្រូវបានគេបែងចែកជាស៊ីអ៊ីតស៊ូនីតនិងទ្រូស៊ីក្រៅពីនេះមានពួកម៉ារូនីតគឺគ្រឹះសាសនិកជនដែលមានមេដឹកនាំរបស់ខ្លួនប៉ុន្តែពួកគេទទួលស្គាល់សម្ដេចប៉ាបថាមានតួនាទីជាមេដឹកនាំវិហារកាតូលិករួមម៉ារូនីតគឺជាសហគមន៍អ្នកកាន់សាសនាគ្រិស្តធំបំផុតកាលពីមុនគ្រឹះសាសនិកជនមានចំនួនសឹងតែពាក់កណ្ដាលប្រជាជនលីបង់ប៉ុន្តែសប្តាហ៍ថ្ងៃនេះមានការថយចុះចំណែកអ្នកកាន់សាសនាអ៊ីស្លាមមានចំនួនកើនឡើងប្រជាជនលីបង់មានចំនួនមិនពិតប្រាកដព្រោះអស់រយៈពេលជាង50ឆ្នាំមកហើយរដ្ឋាភិបាលពុំបានធ្វើជំរឿនប្រជាជនប្រទេសនេះតតែសោះនៅឆ្នាំ1975បានផ្ទុះឡើងនូវការលុបបំបាត់កិច្ចព្រមព្រៀងស្តីអំពីការបែងចែកអំណាចរវាងអ៊ីស្លាមនិងគ្រឹះសាសនិកជន
នៅក្នុងទំនាស់នេះមានជំនួយពីកម្លាំងទ័ពរបស់អង្គការរំដោះជាតិប៉ាឡេស្ទីនផងបានធ្វើឲ្យលីបង់ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលយ៉ាងកាចសាហាវបំផុត 1.6 ប្រទេសហ្សូកដានីទឹកដីប្រទេសហ្សូកដានីបានរួមតូចបន្ទាប់ពីសង្គ្រាមជាមួយនឹងអ៊ីស្រាអែលនៅឆ្នាំ 1967 ប្រទេសហ្សូកដានីមានប្រជាជន 3.7 លាននាក់ស្ថិតិក្នុងឆ្នាំ 1987 នៅឆ្នាំ 1949 ក្រោយសង្គ្រាមអារ៉ាប់អ៊ីស្រាអែលគេបានបណ្ដេញពួកអ៊ីស្រាអែលចេញពីតំបន់ខាងលិចនៃទន្លេហ្សូកដង់ហើយបានពង្រីកទីនោះដោយសារតែប្រជាជនហ្សូកដានីរស់នៅលើសពី 800,000 នាក់និងជាកន្លែងដែលពួកប៉ាឡេស្ទីនធ្លាប់រស់នៅទំនាស់រវាងអារ៉ាប់ប៉ាឡេស្ទីននិងអារ៉ាប់ហ្សូកដានីដែលមានបំណងចង់បង្កើតរដ្ឋឯករាជ្យរបស់ខ្លួនបានជួបប្រទះនឹងបញ្ហាស្មុគស្មាញយ៉ាងខ្លាំងហ្សូកដានីគឺពួកអ៊ីស្លាមស៊ូនីតប៉ុន្តែប្រជាជនភាគច្រើនដែលរស់នៅតំបន់ខាងលិចទន្លេហ្សូកដង់គឺជាអ្នកកាន់សាសនាគ្រិស្ត 1.7 ប្រទេសអ៊ីស្រាអែលនៅក្នុងប្រទេសអ៊ីស្រាអែលតាមស្ថិតិឆ្នាំ 1991 មានប្រជាជនរស់នៅ 5 លាននាក់ដែលក្នុងនោះមានអារ៉ាប់ប្រហែលជា 900,000 នាក់ក្រោយឆ្នាំ 1967 អ៊ីស្រាអែលបានចូលកាន់កាប់តំបន់ខាងលិចទន្លេហ្សូកដង់និងតំបន់កាហ្សាដែលមានប្រជាជនអារ៉ាប់ជាង 1.5 លាននាក់ហើយបន្តការគ្រប់គ្រងរហូតដល់សព្វថ្ងៃ 1.8 ប្រទេសអារ៉ាប៊ីសាអូឌីតប្រទេសដែលធំជាងគេបង្អស់នៅក្នុងឧបទ្វីបអារ៉ាប់គឺប្រទេសអារ៉ាប៊ីសាអូឌីតដែលបានបង្រួបបង្រួមដោយការប្រឹងប្រែងពីសំណាក់ក្រុមសាអូឌីតនិងក្រុមដែលមានភក្តីភាពជាមួយនឹងខ្លួនវ៉ាហាប៊ីដែលក្រោយមកនាទសវត្សរ៍ឆ្នាំ 20 នៃសតវត្សរ៍ទី 20 ពួកគេបានវាយកំទេចសត្រូវដ៏សំខាន់របស់ខ្លួនគឺហូសេនសារីហ្វដែលមកពីមេគីនៅឆ្នាំ 1990 ប្រជាជនអារ៉ាប៊ីសាអូឌីតមានចំនួន 14 លាននាក់ដំបូងឡើយប្រទេសអារ៉ាប៊ីសាអូឌីតជាប្រទេសក្រីក្រដែលកម្លាំងនយោបាយរបស់គេអាស្រ័យនឹងមេកុលសម្ព័ន្ធហើយស្ថិតក្រោមការគ្រប់គ្រងរបស់មេដឹកនាំសាសនាមកពីមេគីនិងមេឌិនការដឹកនាំតាមរបៀបបៃតានិយមបានកើតឡើងហើយបន្តរហូតដល់សព្វថ្ងៃប៉ុន្តែព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានប្រែមុខមាត់ពីក្រតោកយ៉ាទៅជាប្រទេសអ្នកមានលើពិភពលោកដោយសារកំណប់អណ្ដូងរ៉ែប្រេងដ៏ធំដែលផ្ដើមធ្វើអាជីវកម្មតាំងពីទសវត្សរ៍ឆ្នាំ 30 មក 1.9 ប្រទេសយេម៉ែននៅឆ្នាំ 1990 ប្រទេសយេម៉ែនមានប្រជាជនចំនួន 11 លាននាក់ប្រទេសយេម៉ែនមានអណ្ដូងប្រេងមិនធំទេបើប្រៀបធៀបទៅនឹងប្រទេសអារ៉ាប៊ីសាអូឌីតយេម៉ែនមានចំណាត់ថ្នាក់ជាប្រទេសក្របំផុតនៅក្នុងតំបន់ប្រទេសយេម៉ែនមានក្រុមហ៊ុនធ្វើអាជីវកម្មប្រេងកាតនិងឧស្ម័នធម្មជាតិមានចំនួនកាន់តែច្រើនឡើងប្រជាជនយេម៉ែនស្ថិតនៅក្នុងក្រុមអ៊ីស្លាមស៊ីអ៊ីតមុនពេលរកឃើញអណ្ដូងរ៉ែប្រេងតំបន់នេះគ្រាន់តែជាតំបន់យុទ្ធសាស្ត្ររបស់អង់គ្លេសក្នុងការបង្ការផ្លូវពាណិជ្ជកម្មតាមរយៈការបង្ហូរប្រេងកាតពីអ៊ីរ៉ង់និងអ៊ីរ៉ាក់តែប៉ុណ្ណោះប៉ុន្តែក្រោយមកអង់គ្លេសបានពង្រីកការគ្រប់គ្រងតំបន់ជុំវិញទីក្រុងអាដេននិងផ្ដល់ការគាំទ្រដល់កុលសម្ព័ន្ធនៅទីនោះដើម្បីបញ្ជៀសការបះបោរប្រឆាំងដែលនាំឲ្យខូចប្រយោជន៍ពាណិជ្ជកម្មរបស់ខ្លួន 1.10 ប្រទេសអេស៊ីបអេស៊ីបជាប្រទេសមួយធំស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាមួយភាគនៃទឹកដីអេស៊ីបស្ថិតក្នុងទ្វីបអាស៊ីចាប់ពីអំឡុងឆ្នាំ 1900 ប្រទេសអេស៊ីបមានកំណើនប្រជាជនយ៉ាងលឿនគ្រាន់តែក្នុងរយៈពេល 45 ឆ្នាំប្រជាជនអេស៊ីបបានកើនឡើងសឹងតែ3ដងពី 18 លាននាក់ដល់ 52 លាននាក់ក្នុងឆ្នាំ 1947 ក្នុងខណៈនោះរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើទំនើបកម្មសេដ្ឋកិច្ចប៉ុន្តែពុំបានធ្វើឲ្យជីវភាពកសិករមានការកើនឡើងនោះទេប្រជាជនអេស៊ីបភាគច្រើនជាអ៊ីស្លាមក្រៅពីនេះពួកអារ៉ាប់
ចំនួនប្រហែលជា4លានអ្នកប្រកាន់យកសាសនាគ្រិស្តនិងពួកជីវិតតិចតួចប៉ុន្តែពួកជីវិតត្រូវគេបណ្ដេញចេញក្រោយឆ្នាំ1956 1.11 ប្រទេសស៊ូដង់នៅឆ្នាំ1898ប្រទេសស៊ូដង់ស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេសអេស៊ីបប៉ុន្តែធាតុពិតគឺអង់គ្លេសជាអ្នកគ្រប់គ្រងទាំងស្រុងនៅឆ្នាំ1953អង់គ្លេសនិងអេស៊ីបបានឯកភាពគ្នាប្រគល់អំណាចគ្រប់គ្រងឲ្យរដ្ឋាភិបាលស៊ូដង់នៅឆ្នាំ1955ស៊ូដង់ធ្វើការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មីជាផ្លូវការនិងប្រកាសឯករាជ្យនៅថ្ងៃទី1ខែមករាឆ្នាំ1956ប្រជាជនចំនួន3/4នៃប្រជាជនស៊ូដង់គឺជាពួកសូនីតដែលរស់នៅភាគកណ្ដាលនិងភាគខាងជើងប្រទេសប្រជាជនស៊ូដង់នៅភាគខាងត្បូងបានរក្សាប្រពៃណីបុរាណយ៉ាងខ្ជាប់ខ្ជួនក្នុងចំណោមប្រជាជនទាំងនោះមានចំនួន 5% ប្រកាន់យកសាសនាគ្រិស្តស្ថិតិនៅឆ្នាំ1989ប្រទេសស៊ូដង់មានប្រជាជនរស់នៅចំនួន 24.5 លាននាក់ដែលក្នុងចំណោមនោះមាន 3/4 ជាជនជាតិស្បែកខ្មៅអាហ្វ្រិក 1.12 ប្រទេសលីប៊ីនៅក្នុងឆ្នាំ1990ប្រទេសលីប៊ីមានប្រជាជនចំនួន 4.6 លាននាក់ដែលភាគច្រើនជាស៊ូនីតភាសាផ្លូវការគឺភាសាអារ៉ាប់ប៉ុន្តែប្រទេសលីប៊ីមានតំបន់ដែលជនជាតិប៊ែរ៉ាមរស់នៅប្រទេសលីប៊ីធ្លាប់ជាប្រទេសក្រីក្រមួយក្នុងចំណោមប្រទេសអារ៉ាប់ប៉ុន្តែដោយសារតែការធ្វើអាជីវកម្មប្រេងកាតចាប់ពីទសវត្សរ៍ឆ្នាំ60មកប្រទេសលីប៊ីបានប្រែមុខមាត់យ៉ាងខ្លាំងពីនយោបាយកំពូលមហាអំណាចដើម្បីគ្រប់គ្រងតំបន់មជ្ឈិមបូព៌ាតំបន់មជ្ឈិមបូព៌ាជាតំបន់មួយដែលសម្បូរទៅដោយសម្បត្តិធម្មជាតិដ៏ស្ដុកស្ដម្ភគឺរ៉ែប្រេងកាតរ៉ែប្រេងជាវត្ថុធាតុដើមចាំបាច់បំផុតក្នុងការអភិវឌ្ឍឧស្សាហកម្មជាតិនៅមុនសង្គ្រាមលោកលើកទី2អណ្ដូងរ៉ែប្រេងកាតនៅតំបន់មជ្ឈិមបូព៌ាពុំមានសារៈសំខាន់ទេពីព្រោះពេលនោះអ្នកនាំប្រេងចេញក្រៅប្រទេសធំជាងគេគឺសហរដ្ឋអាមេរិកវេណេស៊ុយអេឡានិងមិចស៊ិកនៅក្នុងឆ្នាំ1939ប្រទេសវេណេស៊ុយអេឡាតែមួយបាននាំប្រេងចេញមានបរិមាណច្រើនជាងចំនួនប្រេងពីប្រទេសអារ៉ាប់ទាំងអស់រួមគ្នានៅក្នុងដំណាក់កាលនៃសង្គ្រាមលោកលើកទី2ប្រេងកាតអ៊ីរ៉ាក់បានក្លាយទៅជាប្រភពថាមពលដែលជាប្រភពជីវិតនិងជាកម្មវត្ថុដ៏សំខាន់សម្រាប់អង់គ្លេសចូលឈ្លានពានតំបន់នោះស្របពេលជាមួយនឹងសហភាពសូវៀតផងដែរក្រោយបញ្ចប់សង្គ្រាមសេដ្ឋកិច្ចរបស់ប្រទេសលោកខាងលិចបានកាត់បន្ថយការប្រើធ្យូងថ្មមកប្រើប្រេងកាតវិញគេបានផលិតម៉ាស៊ីនដើរដោយថាមពលប្រេងកាតច្រើនសន្ធឹកសន្ធាប់ការធ្វើដំណើរតាមយន្តហោះត្រូវបានធានាប្រក្រតីក៏ដោយសារប្រភពថាមពលប្រេងកាតពីប្រទេសតំបន់មជ្ឈិមបូព៌ាដែរនៅឆ្នាំ1919 1939សហរដ្ឋអាមេរិកអង់គ្លេសនិងហូឡង់បានទទួលសិទ្ធិក្នុងការធ្វើអាជីវកម្មប្រេងកាតនៅតំបន់មជ្ឈិមបូព៌ានិងជាអ្នកផ្គត់ផ្គង់ប្រេងផ្ដាច់មុខលើទីផ្សារពិភពលោកនៅពេលនោះការធ្វើអាជីវកម្មប្រេងសំខាន់ជាងគេលើពិភពលោកគឺប្រទេសអ៊ីរ៉ង់ចក្រភពអង់គ្លេសមានភ័ព្វសំណាងល្អជាផុតពីការប្រកួតប្រជែងពីសំណាក់ប្រទេសដទៃក្នុងការបូមយកប្រេងអ៊ីរ៉ង់រហូតដល់ឆ្នាំ1951ក្រោយមកកើតមានទំនាស់ជុំវិញបញ្ហាការធ្វើជាតូបនីយកម្មអណ្ដូងប្រេងកាតរបស់អ្នកកាន់អំណាចអ៊ីរ៉ង់នៅក្នុងពេលនោះមហាអំណាចប្រេងកាតសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរ៉ែប្រេងកាតរបស់ខ្លួនរដ្ឋាភិបាលបានជួយដល់ក្រុមហ៊ុនអាមេរិកដែលប្រកបអាជីវកម្មយកប្រេងធ្វើយ៉ាងណាដើម្បីទទួលសិទ្ធិធ្វើអាជីវកម្មប្រេងក្នុងប្រទេសទាំងនេះទោះបីជាប្រទេសនៅមជ្ឈិមបូព៌ាទាំងនេះមានបញ្ហាសាសនានិងពូជសាសន៍ដ៏ស្មុគស្មាញយ៉ាងណាក៏ដោយ
ក្រៅពីសហរដ្ឋអាមេរិកអង់គ្លេសបានសុខចិត្តបែងចែកប្រេងកាតរបស់អ៊ីរ៉ាក់ជាមួយនឹងប្រទេសបារាំងពីព្រោះប្រទេសមួយចំនួនដែលស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងពុំសម្បូរប្រេងកាតក្រោយឆ្នាំ1945បារាំងបានគ្រប់គ្រងប្រទេសសេរីនិងលីបង់ហើយបានធ្វើបំពង់បង្ហូរប្រេងពីអណ្ដូងរ៉ែប្រទេសអ៊ីរ៉ាក់ក្នុងតំបន់គីគុកទម្លាក់ទៅត្រីប៉ូលីឆ្លងតាមបំពង់បង្ហូរប្រេងរបស់អង់គ្លេសដែលកាត់តាមតំបន់ហ្សកដានីនិងប៉ាឡេស្ទីនហើយត្រូវបានបញ្ចប់នៅត្រង់ទីក្រុងហៃហ្វាចាប់ពីទសវត្សរ៍ឆ្នាំ50ចក្រភពអង់គ្លេសមិនត្រឹមតែគ្រប់គ្រងលើនយោបាយនៅក្នុងតំបន់មជ្ឈមបូព៌ាប៉ុណ្ណោះទេថែមទាំងជាកំពូលប្រទេសមហាអំណាចប្រេងកាតថែមទៀតផង3សន្និដ្ឋានតំបន់មជ្ឈមបូព៌ាជាតំបន់សំខាន់សម្រាប់អារ៉ាប់និងសាសនាអ៊ីស្លាមនៅទីនោះបានឮសូរការដង្ហោយហៅជាញឹកញាប់ពីការចង់បានការឯកភាពគ្នារវាងពួកអារ៉ាប់និងសាមគ្គីភាពនៃពួកអ្នកកាន់សាសនាអ៊ីស្លាមក្នុងសម្ព័ន្ធភាពប្រទេសអារ៉ាប់សត្រូវរួមរបស់ពួកអារ៉ាប់គឺអ៊ីស្រាអែលដោយដែលយើងបានដឹងហើយថាអារម្មណ៍ដែលមានទៅលើអរិយធម៌រួមដូចជាភាសារួមនិងការប្រកាន់សាសនារួមត្រូវបានផ្សារភ្ជាប់គ្នានឹងប្រជាជនអារ៉ាប់ដែលរស់នៅគ្រប់ទីកន្លែងក្នុងតំបន់មជ្ឈមបូព៌ាប៉ុន្តែកត្តាអត្តនោម័តនៃមេដឹកនាំអារ៉ាប់ក្នុងក្រុមផ្សេងគ្នាបានធ្វើឲ្យសម្ព័ន្ធភាពជនជាតិអារ៉ាប់ប្រកបទៅដោយ